លោកស្រីចូលច័ន្ទធីតាគឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហាញពីគោលបំណងនៃគម្រោងគៀងគរយុវជនជំវិញកំណែទម្រង់ការបោះឆ្នោតគម្រោងនេះលើកកម្ពស់ការយល់ដឹងនិងជំរុញឲ្យមានការចូលរួមពីប្រជាជនជាពិសេសយុវជនដែលមានសម្លេងកើនឡើងនាពេលបច្ចុប្បន្នហើយយុវជនទាំងអស់នោះគឺមានឱកាសក្នុងការជជែកពិភាក្សាអំពីកំណែទម្រង់ការបោះឆ្នោតដើម្បីចូលរួមចំណែកក្នុងការអនុសាសន៍សំខាន់ៗដែលឆ្លុះបញ្ចាំងពីគ្រប់ស្ថាប័នចា៎សូមបញ្ជាក់ឲ្យថាការចូលរួមរបស់យុវជនបងប្អូនថ្ងៃនេះគឺមានសារៈសំខាន់មែនទែនពីព្រោះយើងនឹងមតិយោបល់របស់បងប្អូននឹងឬក៏អ្វីជាបង្គាប់ឬអ្វីជាអនុសាសន៍នោះនឹងទៅយកមកដាក់ទៅក្នុងបាយការសំខាន់នៅពេលទៅចប់សិក្ខាសាលាអញ្ចឹងខ្លឹមសារសំខាន់គឺចេញការខុសពីកម្រិតទស្សនៈផ្សេងរបស់អ្នកចូលរួមទាំងអស់ហើយបន្ទាប់មកគឺយើងនឹងមានការយករបាយការណ៍នោះទៅដាក់នៅពាក់ព័ន្ធជាពិសេសគឺគណៈបញ្ញយោបាយឬក៏គណៈកម្មការជាចំកាប់បញ្ឆាដើម្បីមើលថាការអ្វីដែលជាប្រព័ន្ធអ្វីដែលជាក្តីចង់បានរបស់យុវជនរបស់យើងចា៎សង្ឃឹមថានឹងមានដំណើរការល្អប្រសើរក្នុងការបើកកម្មវិធីដោយលោកស្រីច័ក្កសុភីបនាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅក្នុងសិក្ខាសាលាលោកស្រីសម្ដែងសេចក្តីរីករាយដោយយល់ឃើញថាថ្ងៃនេះមានវត្តមាននិងអ្នកចូលរួមសុទ្ធតែជាក្រុមយុវជនក្មេងៗមិនដែលបានជួបនាពេលកន្លងមកលោកស្រីបញ្ជាក់ថាកម្មវិធីយើងថ្ងៃនេះគឺចង់ឲ្យមានការគៀងគរសម្លេងយុវជនជុំវិញកំណែទម្រង់ការបោះឆ្នោតដែលជាការចាំបាច់ណាស់សម្រាប់ការចូលរួមរបស់យុវជនទៅលើបញ្ហានេះសម្រាប់ការបោះឆ្នោតអាណត្តិទី5នេះគឺមានការចូលរួមច្រើនមែនទែនពីចំណោមសាធារណជនហើយជាពិសេសគឺចលករដែលខ្លាំងបំផុតគឺយុវជនយើងនឹងឯងចាអញ្ចឹងតែហេតុផលនៃការចូលរួមច្រើនហើយមានការវិវត្តនយោបាយជាច្រើនដែលយើងឃើញថាបើទោះបីមកដល់បច្ចុប្បន្ននេះមានបញ្ហាជាប់គាំងនយោបាយតែបើយើងមើលពីរូបភាពរួមនៃការចូលរួមវិញគឺមានសន្ទុះល្អហើយខ្ញុំគិតថានេះជាសន្ទុះមួយវិជ្ជមានហើយយើងគួរតែរក្សានៅសន្ទុះដែលមានការចូលរួមបែបនេះតទៅទៀតដើម្បីឲ្យដំណើរការលទ្ធិជាតិតៃនៅប្រទេសយើងហ្នឹងវាមានចរន្តទឹកកកចា៎លោកបណ្ឌិតឡើងបង្ហាញអ្នកវិភាគឯករាជ្យបានធ្វើបទបង្ហាញទៅលើប្រធានបទស្ដីពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជាការបោះឆ្នោតគឺជាយន្តការមួយនៃការដោះស្រាយទំនាស់ពីព្រោះថានៅពេលបោះឆ្នោតម្ដងជាពិសេសនៅប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបកតែមានការប្រកួតប្រជែងរវាងបកមួយទៅបកមួយការដណ្ដើមអំណាចការចងក្រងជាក្រុមដើម្បីយកអំណាចគ្រប់គ្រងរដ្ឋដូចនេះយន្តការដោះស្រាយទំនាស់ត្រូវរៀបចំឡើងដោយស្ថាប័នរៀបចំការបោះឆ្នោតដែលនៅប្រទេសកម្ពុជាគឺមានគណៈកម្មាធិការរៀបចំការបោះឆ្នោតហៅកាត់ថាកជបយន្តការបោះឆ្នោតនេះយើងចង់ឲ្យនៅជាលើកទី1នេះនៅប្រទេសកម្ពុជាជាយន្តការដើម្បីទៅដល់អំណាចពីប្រជាពលរដ្ឋនៅក្នុងរង្វង់ទឹកដីនៃប្រទេសកម្ពុជាលែងទៅពឹងពាក់គេឃើញទេដូច្នេះអំណាចទៅគ្រប់គ្រងរដ្ឋវាស្ថិតនៅក្នុងរង្វង់ទឹកដីរបស់ប្រទេសកម្ពុជាហើយនៅក្នុងระดับដៃរបស់ប្រជាពលរដ្ឋគ្រប់គ្រងហើយជាដំណោះស្រាយចំនួនបណ្ណាប្រជែងគ្នាដើម្បីយកដែរគឺដោយសន្តិវិធីអត់មានកំភ្លើងអត់មានអាវុធយុទ្ធសាស្ត្រដើរបែងស្នាអីធ្នូអីដូចមុនទៀតទេឬក៏បីក្រំងឲ្យតែដាច់ដៃដាច់ជើងទេបាទឬក៏ស្លាប់ជីវិតទេបាទវាមានតែស្លឹកឆ្នោតហើយខ្ញុំថាចំពោះខ្ញុំតែយល់ដឹងច្រើនដែរពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានិងគេត្រូវចាំនៅសារៈសំខាន់នៃការបោះឆ្នោតនេះបាទជាយន្តការលែងឲ្យខ្មែរតែចង់ទៅដើរអំណាចគ្នាទៅពឹងពាក់អ្នកជិតខាងបាទទៅពឹងពាក់មហាអំណាចឯទៅទៀតដើម្បីយកអំណាចបាទគឺអំណាចក្នុងដៃប្រជាពលរដ្ឋកម្ពុជាហើយនៅក្នុងដែនបរិវេណទឹកដីរបស់ប្រទេសកម្ពុជាមិនសូវចាប់បាទហ
ហើយបើសិនជាគេរៀបចំឲ្យបានត្រឹមត្រូវបាទទទួលយកបានអស់គ្នាគឺមានការបទថាចាញ់ចាស់គឺទៅកាត់អង្គយកអំណាចដោយសន្តិវិធីបាទបើសិនជាណារៀបចំការបោះឆ្នោតឲ្យបានសេរីយុត្តិធម៌បាទលក្ខណៈនៃការបោះឆ្នោតសំខាន់ទីនេះណាបាទនឹងគឺអំណាចនេះគឺបានមកប្រកបដោយធម៌តាមច្បាប់តាមសិលធម៌បាទនឹងគឺអ្នកបានអំណាចនេះយ៉ាងម៉េចគឺមានអានុភាពព្រោះថាបានមកដោយធម៌បាទនេះគឺមានមោទនភាពហើយមានកម្លាំងខ្លួនឯងមានការទុកចិត្តខ្លួនឯងប្រជាប្រដ្ឋទុកចិត្តហើយបានប្រើប្រាស់អំណាចនេះដោយមានការទុកចិត្តលើខ្លួនឯងរឹងមាំតែម្ដងហើយអាចប្រើប្រាស់តាទេនេះជាឆន្ទៈរបស់ប្រជាពលរដ្ឋរឿងកដែលគោលការណ៍កដែលពាក់ព័ន្ធនឹងការបោះឆ្នោតការបោះឆ្នោតគឺមានត្រូវបំពេញលក្ខណៈមួយចំនួនបាទលក្ខណៈនេះគឺកដែលចែងរដ្ឋធម្មនុញ្ញផងចែងនៅក្នុងកដែលសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលយើងទទួលស្គាល់ផងហើយគេគួរយកអាដែលលក្ខណៈឬគោលការណ៍នេះយកទៅប្រើប្រាស់ហើយជាពលរដ្ឋបាទប្រហែលជាត្រូវអានម្ដងម្កាលនៅរដ្ឋធម្មនុញ្ញនៅអាមេរិកគឺជាកម្មវិធីបញ្ចូលកម្មវិធីសិក្សាតើទាំងអស់ត្រូវចែកអស់នេះហើយខ្ញុំទៅឃើញគេចែកបាទរដ្ឋធម្មនុញ្ញចែកថាតំណាងរាស្ត្រណាត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកលនេះលក្ខណៈមួយដោយសេរីលក្ខណៈមួយទៀតដោយស្មារតីលក្ខណៈមួយទៀតដោយចំពោះលក្ខណៈនឹងតាមវិធីជ្រើសរើសឆ្នោតជាសំណាក់ប៉ុន្តែខ្ញុំថែមទៀតយើងទាំងអស់គ្នាមានសិទ្ធិបោះឆ្នោតដល់មានសិទ្ធិបោះឆ្នោតហើយមិនបាត់គេថាមានសិទ្ធិបោះឆ្នោតបាទដើម្បីយើងគឺផ្ទេរអំណាចឬបកគលអំណាចទៅនរណាមួយយើងមានសិទ្ធិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណៈរបស់ប្រទេសដូច្នេះថាបាននេះត្រូវមានការគ្រប់គ្រងបាទឬសមាជិកត្រូវមានការគ្រប់គ្រងឲ្យបានច្រើនជាទីបាទមកដូចជាគណៈមុនគណៈបព្វជិជនបានសម្ដែង90ភាគច្រើនដាច់គួរពីភាគបរិទៀតដូចជាមានអំណាចខ្លាំងណាស់បាទដូច្នេះគួរតែមួយជាស្ថាប័នរដ្ឋធម្មនុញ្ញទី2គឺមានការគ្រប់គ្រងក្នុងការជ្រើសរើសដល់ការសមាជិកភាពគឺឲ្យបានច្រើនជាងទៅបានបាទនឹងដើម្បីឲ្យមានអំណាចខ្លាំងរៀបចំការបោះឆ្នោតឲ្យបានប្រកបទប់ស្កាត់ឬក៏ខាតខាំមិនឲ្យមានអ្នកណាដាក់សម្ពាធលើខ្លួនទេនឹងរឿងឯករាជ្យរឿងអព្យាក្រឹតបាទមានវិទ្យុបាយគ្រប់គ្រាន់ហើយមានអំណាចបញ្ជាគេដូចជាកងរក្សាសន្តិសុខបាទនឹងគឺតែបើកាលណាជាស្ថាប័នរដ្ឋធម្មនុញ្ញបាទស្មើនឹងតែស្ថាប័នរដ្ឋាភិបាលស្មើនឹងរដ្ឋាភិបាលអីបាទអានេះគឺអាចទុកទៅវិញបាទកម្លាំងអំណាចលោកស៊ិន ទឹកសីហាមន្ត្រីអង្គការនៃអង្គការ Confrel លោកបានលើកឡើងអំពីចំណុច3សំខាន់រួមមានការចុះឈ្មោះបោះឆ្នោតបញ្ហាបញ្ជីបោះឆ្នោតនិងបញ្ហាប្រព័ន្ធផ្សព្វផ្សាយក្នុងពេលបោះឆ្នោតព្រមទាំងអនុសាសន៍មួយចំនួនឆ្លើយតបទៅនឹងបញ្ហាខាងដើមនេះបញ្ហាទី1ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតផ្ដោតសំខាន់ទៅលើស្ថាប័នទទួលបន្ទុកការចុះឈ្មោះបោះឆ្នោតបើយើងយោងទៅលើច្បាប់បោះឆ្នោតបានបញ្ញត្តិថា
កោចបត្រូវធ្វើប្រតិភូកម្មអំណាចទៅឲ្យក្រុមប្រឹក្សាឃុំសង្កាត់ដើម្បីការងារចុះឈ្មោះការបោះឆ្នោតកោចបគាត់ជាអ្នកកំណត់សុពលភាពនិងការប្រកាសបញ្ជីឈ្មោះបោះឆ្នោតជាផ្លូវការមានន័យថាស្ថាប័នទាំងពីរនេះត្រូវធ្វើសហការគ្នាថ្នាក់ឃុំសង្កាត់ជាអ្នកពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតរួចរាល់ហើយគាត់ត្រូវប្រគល់ទៅឲ្យកោចបដើម្បីឲ្យកោចបផ្ដល់សុពលភាពកន្លងមកយើងពិនិត្យឃើញមានបញ្ហាការបាត់ឈ្មោះបញ្ហាខុសឈ្មោះជាដើមចំពោះការលុបឈ្មោះវាមានលក្ខខណ្ឌរបស់វាដូចជាការផ្លាស់ទីលំនៅឬករណីបុគ្គលស្លាប់ជាដើមបញ្ហាទី2គឺបណ្ដាលមកពីមិនមានតម្លាភាពនៅក្នុងការងារការចុះឈ្មោះនេះទាមទារឲ្យមានតម្លាភាពផងដែរដើម្បីឲ្យដំណើរការប្រព្រឹត្តទៅមានភាពត្រឹមត្រូវមានភាពយុត្តិធម៌អាចទទួលយកបានអំពីភាគីដែលពាក់ព័ន្ធនៅក្នុងនោះលោកក៏បានលើកបន្ថែមទៀតថាហើយនៅក្នុងឆ្នាំ2012ពួកខ្ញុំលើកយកមកឆ្នាំ2012មកនិយាយដោយសារឆ្នាំ2012សំខាន់គេចុះឈ្មោះបង្កើតបញ្ជីឈ្មោះបោះឆ្នោតដើម្បីបោះឆ្នោតឆ្នាំ2013អញ្ចឹងក្នុងឆ្នាំ2012នេះសំខាន់ខ្ញុំលើកយកបញ្ហានេះមកនិយាយយើងសង្កេតឃើញថាក្រុមសារឃុំសង្កាត់ទាំងអស់ដែលមកពីគណៈបព្វឆាំហ្នឹងត្រូវបានគេហាមឃាត់ឲ្យលុបដៃក្នុងដំណើរការធ្វើបច្ចុប្បន្នជាបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតនេះជាការសង្កេតរបស់យើងនេះរកឃើញចឹងហេតុអីដោយសារពួកគាត់ហ្នឹងបដិសេធអត់ចូលរួមធ្វើជាអ្នកសង្កេតការនៅក្នុងដំណើរការចុះឈ្មោះឲ្យពួកគាត់ថាដំណើរការចុះឈ្មោះនោះវាដដែលវានាំមកបញ្ហាដដែលអញ្ចឹងគាត់បេតិកាអត់ចូលរួមជាអ្នកសង្កេតការជាអ្នកងារសង្កេតការរបស់គណៈបកសង្ឃរាសីនិងគណៈបកសិទ្ធិមនុស្សអញ្ចឹងធ្វើឲ្យគាត់នឹងត្រូវបានគេហាមគាត់អត់ឲ្យលោកដៃនៅក្នុងដំណើរការងារចុះឈ្មោះបោះឆ្នោតអញ្ចឹងការងារហ្នឹងធ្វើឡើងដោយមន្ត្រីគណៈបកប្រជាជនទាំងអស់ហើយមួយទៀតបើយើងមើលទៅលើច្បាប់គេកំណត់ថានៅក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដូចថាមាន7រូប9រូបឬក៏11រូបហ្នឹងគេត្រូវចាត់តាំងម្នាក់ឬក៏2នាក់ដើម្បីឲ្យជួយការងារបោះស្មានទៅលើការងារចុះឈ្មោះបោះឆ្នោតហ្នឹងអានេះនៅក្នុងច្បាប់គេកំណត់ចឹងប៉ុន្តែការចាត់តាំងរបស់មេឃុំចៅសង្កាត់គេចឹងគាត់ចាត់តាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ពីខាងគណៈបព្វជិជនគាត់មិនដែលចាត់តាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ពីគណៈបព្វសំស៊ីឬក៏សិទ្ធិមនុស្សដើម្បីឲ្យទៅជួយការងារហ្នឹងទេអញ្ចឹងបានន័យថាបើគេមិនចាត់តាំងហើយគាត់អត់ចូលរួមសង្កេតការបោះឆ្នោតទៀតបានន័យថាគាត់អត់មានសិទ្ធិអីទាំងអស់ទៅលើការងារចុះឈ្មោះបោះឆ្នោតហ្នឹងប៉ុន្តែគាត់មានសិទ្ធិមួយនៅពេលដែលមានគេបណ្ដឹងទៅគេប្រជុំដោះស្រាយបញ្ហានេះគាត់មានសិទ្ធិនៅក្នុងហ្នឹងដែរប៉ុន្តែគាត់ថាទីច្រើនគាត់សម្លេងគេតិចគាត់មិនមែនជាអត់មានសម្លេងទីច្រើនដើម្បីដោះស្រាយបញ្ហាហ្នឹងអញ្ចឹងបានយើងមើលឃើញថាដំណើរភាពក្នុងការប្រវត្តិការងារឬក៏ការត្រួតពិនិត្យគ្នាទៅវិញទៅមករវាងគណៈបព្វជិជននិងគណៈបព្វផ្សេងទៀតណាគឺចំណុចហ្នឹងវាខ្វះខាតអានេះជាបញ្ហាមួយទៀតបាទចំណុចមួយទៀតតកតងទៅនឹងឯកសារផ្សេងដូចជាបញ្ជីបោះឆ្នោតដំបូងហើយជាស្គាល់ទេអរនេះហើយជាអត់ស្គាល់ទេអានេះវាចែកតិចបញ្ជីស្រង់នៅបោះឆ្នោតហើយនឹងគោលបញ្ជីវិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតអាចចង់ដល់តែជាធ្លាប់លឺបងហ្នឹងខ្ញុំបានលឺចែកគ្នាដែរបញ្ជីបោះឆ្នោតដំបូងហ្នឹងគឺជានៅពេលដែលគេធ្វើបច្ចុប្បន្នទៀតគេយកបញ្ជីឆ្នាំចាស់យកមកធ្វើបច្ចុប្បន្នទៀតបានន័យថាគេកែគេលុបគេអីចឹងណាអាហ្នឹងបញ្ជីបោះឆ្នោតឆ្នាំចាស់យកមកធ្វើបច្ចុប្បន្នទៀតបូកជាមួយនឹងអ្នកចុះឈ្មោះបោះឆ្នោតថ្មីចឹងគេបានជាបញ្ជីបោះឆ្នោតដំបូងនេះហើយបញ្ជីបោះឆ្នោតដំបូងហ្នឹងគេបិទផ្សាយដើម្បីឲ្យជាប្រវត្តិមើលឲ្យជាប្រវត្តិតវ៉ាហើយបើអត់មានការតវ៉ាទេបញ្ជីដំបូងហ្នឹងវាខ្លាចជាបញ្ជីបោះឆ្នោតផ្លូវការចឹងបញ្ជីដំបូងសំខាន់កន្លងមកយើងមកស្នើសុំឲ្យមន្ត្រីទទួលបន្ទុកការចុះឈ្មោះហ្នឹងផ្ដល់បញ្ជីបោះឆ្នោតដំបូងឲ្យយើងដើម្បីយើងយកមកពិនិត្យមើលថាតើការបង្កើតបញ្ជីដំបូងវាត្រឹមត្រូវអត់ពួកនៅក្នុងដំណាក់កាលហ្នឹងបើយើងរកឃើញថាខុសយើងអាចស្នើឲ្យគេតវ៉ាបានឲ្យគេកែប្រែបានតែនៅពេលដែលវាទៅជាបញ្ជីផ្លូវការហើយកែបាននេះតឆ្នាំក្រោយទៀតអញ្ចឹងណាបាទប៉ុន្តែកន្លងមកមានការបដិសេធក្នុងការផ្ដល់បញ្ជីហ្នឹងដើម្បីឲ្យយើងយកមកធ្វើការសិក្សាហើយគោលបញ្ជីវិខិតបញ្ជាក់ប៉ុនសង្ស័យ
យើងរកឃើញថានៅប្រទេសកម្ពុជាយើងហ្នឹងមានវិទ្យុនឹងទូទៅគឺអត់មានមាត្រដ្ឋានអ្វីថាអត់មានជាស្តង់ដារព្រោះកម្ពុជាយើងអត់មានច្បាប់ស្តីពីការគ្រប់គ្រងព័ត៌មានផ្សាយច្បាប់សោទូហ្នឹងបាទយើងអត់មានច្បាប់នោះទេហើយស្ថានីយ៍វិទ្យុភាគច្រើននឹងទូទាំងអស់ហ្នឹងអត់គោរពក្រមសីលធម៌ជាជីវៈហើយនឹងគោលការណ៍ណែនាំរបស់កោចបទេតកតងទៅនឹងតុល្យភាពនៃព័ត៌មានតកតងទៅនឹងគោលការណ៍ស្មារតីគ្នាជាពិសេសការផ្សាយទៅលើបញ្ហាពាក់ព័ន្ធគណៈបកនយោបាយអញ្ចឹងបើយើងមើលទូទាំងអស់ទាំងទូឯកជនទូជាតិមានមួយដែរក្នុងនោះយើងបានអង្កេតទៅលើការផ្សាយព័ត៌មានរបស់គាត់ហ្នឹងជាពិសេសតកតងបញ្ហានយោបាយហ្នឹងគឺគាត់អត់អនុវត្តត្រឹមត្រូវតកតងទៅនឹងគោលការណ៍តុល្យភាពព័ត៌មានបានន័យថាគាត់ផ្សាយគណៈបកមកខាងនេះខ្ពស់ពេកហើយគណៈបកមកខាងទៀតហ្នឹងលឺដែរប៉ុន្តែក្នុងន័យអវិជ្ជមានវាអត់មានតុល្យភាពព័ត៌មានដែលយើងមើលទៅវាឃើញតែមកខាងលើជើងលើចង់ហើបមកបាទបន្ទាប់មកលោកក៏បានលើកជាអនុសាសន៍ថាតកតងទៅនឹងការចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខទៀតយើងចង់ឲ្យមន្ត្រីថ្នាក់ក្រោមរបស់កោជបជាអ្នកទទួលការងារនោះគឺយើងឈប់ឲ្យមន្ត្រីឃុំសង្កាត់ទទួលខុសត្រូវទៀតហើយមានន័យថាគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតដែលហៅកាត់ជាភាសាអង់គ្លេសថា CEC ជាអ្នកទទួលខុសត្រូវធ្វើការងារនោះព្រោះគាត់ជាខ្សែបណ្ដោយរបស់កោជបចំពោះដំណើរការចុះឈ្មោះបោះឆ្នោតមាន3ចំណុចដែលយើងចង់ឲ្យមាននៅថ្ងៃអនាគតគឺចង់ឲ្យមានការចុះឈ្មោះជាអចិន្ត្រៃយ៍ព្រោះវាជាការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋណាដែលខកខានក្នុងការចុះឈ្មោះផ្ដល់ឲ្យមានឱកាសចុះឈ្មោះបោះឆ្នោតបានហើយករណីនៃការចុះឈ្មោះក្នុងរយៈពេលកំណត់មួយក៏គួរតែមានដែរតែក្នុងទ្រង់ទ្រាយធំមានន័យថាគាត់ធ្វើទៅដល់ភូមិឬតំបន់នានាទូទាំងប្រទេសចំណែកការចុះឈ្មោះជាអចិន្ត្រៃយ៍វិញគឺគេអាចធ្វើតែត្រឹមថ្នាក់ខេត្តក៏បានហើយចង់ឲ្យកោជបបង្កើតក្រុមការងារចុះឈ្មោះពិសេសដើម្បីចុះទៅដល់ក្រុមគោលដៅមួយចំនួនដូចជាពីរដ្ឋជនមានន័យថាជាជនដែលគេសង្ស័យប៉ុន្តែគាត់មិនទាន់ត្រូវបានតុលាការចោទប្រកាន់ថាមានទោសឬក៏អត់ទោសនោះទេនិងកម្មករចំណាក់ស្រុកនៅក្រៅប្រទេសគាត់អាចមានឱកាសចុះឈ្មោះបោះឆ្នោតដូចគេដូចឯងពីព្រោះជនចំណាក់ស្រុកក៏មានសិទ្ធិដែររដ្ឋធម្មនុញ្ញបានចែងថាគ្រប់ប្រជាពលរដ្ឋកម្ពុជាដែលទៅតាំងទីលំនៅនៅក្រៅប្រទេសក៏ត្រូវបានការគាំពារដោយរដ្ឋាភិបាលកម្ពុជាជាពិសេសមួយទៀតគឺក្រុមជនដែលមានជំងឺសម្រាកនៅតាមមន្ទីរពេទ្យឬក្រុមងាយរងគ្រោះផ្សេងៗដូចជាជនពិការចាស់ជរាជាដើមដើម្បីជួយសម្រួលកុំឲ្យមានការលំបាកឬជួបបញ្ហាលោកក៏បន្តទៀតថាហើយមួយទៀតតកតងទៅនឹងលិខិតបញ្ជាក់ដាក់សញ្ញាហ្នឹងយើងស្នើថាគួរតែលុបចោលទៅសម្រាប់ទៅខាងមុខទៀតហើយនៅពេលដែលអ្នកបោះឆ្នោតហ្នឹងគាត់ចុះឈ្មោះបោះឆ្នោតរួចហើយគាត់នឹងទទួលបានបោះឆ្នោតមួយដើម្បីអ្នកទាំងអស់គ្នាមិនក៏ឯកសារផ្សេងទៀតនៅពេលដែលចុះឈ្មោះបោះឆ្នោតហើយក៏ជាបងដល់សុពលភាពលើជីហើយបានបោះឆ្នោតមួយអញ្ចឹងយើងយកបានបោះឆ្នោតហ្នឹងយកទៅបោះឆ្នោតទៅអញ្ចឹងយើងអត់ចាំបាច់បារម្ភថាយើងអត់មានអត្តញ្ញាណបានឬក៏មានបញ្ហាយើងអាចទៅបោះឆ្នោតបានទេអញ្ចឹងនៅពេលដែលយើងចុះឈ្មោះបោះឆ្នោតហើយយើងមានបានបោះឆ្នោតហ្នឹងយើងទាំងអស់គ្នាយើងប្រើហ្នឹងទៅយកទៅបោះឆ្នោតអានេះអាចជួយសម្រួលទៅដល់បញ្ហាអ្នកដែលមានឯកសារសម្រាប់បោះឆ្នោតបាទហើយមួយទៀតអាចសូមលោកទៅប្រព័ន្ធផ្សព្វផ្សាយចិត្តតាមដែរសម្រាប់ទៅនោះទៀតយើងចង់ឃើញមានបង្កើតគណៈកម្មការមួយដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយគណៈកម្មការហ្នឹងមានសមាជិកពីកោជបពីគណៈបកក្រុមគណៈបកកណ្ដាលអំណាចនិងក្រុមគណៈបកមិនកណ្ដាលអំណាចន័យថាក្រុមគណៈបកប្រឆាំងហើយនឹងសូមតោះនេះក្រសួងការងារសិទ្ធិលើក្រសួងព័ត៌មានបាទក្រសួងព័ត៌មាននៅក្នុងគណៈ